Athena ឬឈ្មោះរ៉ូម៉ាំងហៅថា Minerva ជាព្រះនៃបញ្ញាញាណនិងយុទ្ធសាស្ត្រសង្គ្រាមនិងហត្ថកម្មជាបុត្រីសំណោកចិត្តរបស់ព្រះស៊ូសហើយក៏ជាព្រះដែលមានមហិទ្ធិឫទ្ធិខ្លាំងក្លាម្រាខ្លះបានពោលថា Athena មានអានុភាពប្រហាក់ប្រហែលនឹង Zeus ផងដែរ Athena ត្រូវបានគេពណ៌នាថាមានរូបរាងខ្ពស់ស្រឡះមានកម្លាំងខ្លាំងរឹងមាំនិងមានសម្រស់ស្រស់សុភាមានលក្ខណៈស្រស់ស្អាតបែបល្អគុណដែលសម្រស់នេះឆ្លុះបញ្ចាំងអំពីបញ្ញាញាណនិងលក្ខណៈជាអ្នកចម្បាំងរបស់ទ្រង់ Athena ទ្រង់គ្រងរូបពណ៌សពាក់មួកទ័ពប្រដាប់ដោយលំពែងនិងខែលដែលខែលនោះមានក្បាល Medusa នៅពីមុខហើយទ្រង់ច្រើនពាក់អាវការពារជាអាវក្រោះធ្វើមកពីស្បែកពស់ដែលអាវក្រោះនេះជាអំណោយពីព្រះបិតារបស់ខ្លួន Zeus សត្វចំណិតរបស់ Athena គឺសត្វទីទុយដែលតំណាងឲ្យបញ្ញារីឯរុក្ខជាតិវិញគឺជាដើម Olive កំណើតនៃព្រះ Athena គឺជារឿងដ៏ចម្លែកមួយប៉ុន្តែតាមពិតទៅវាមិនមែនជារឿងចម្លែកប៉ុន្មានទេព្រោះថាទេវកថាក្រិកសម្បូររឿងចម្លែកច្រើនបែបច្រើនយ៉ាងខ្លាំងណាស់កំណើតរបស់ទ្រង់មានដំណើរដូចតទៅមានដំណើរថាបន្ទាប់ពីឈ្នះសង្គ្រាមតៃតាណូម៉ាគីជាមួយនឹងពពួកទីតានហើយ Zeus បានទម្លាក់បិតាខ្លួន Kronos និងបពួកទៅឋានក្រោមគឺឋាន Tartarus ដោយឲ្យ Hecatoncheires បិសាចដែលមានក្បាល50និងដៃ100នៅយាមទ្វារយើងដឹងថា Kronos និងបពួកត្រូវជាកូនរបស់ Gaia ហើយ Gaia ជាមេដាមិនអាចបើកភ្នែកមើលកូនខ្លួនធ្លាក់ទៅក្នុងឋាននរកឲ្យជ័យនោះឡើយមេដាផែនដីក៏ឡើងទៅប្រឈមនឹង Zeus ដែលជាចៅរួចប្រាប់ទំនាយថាយើងមានទំនាយមកប្រាប់ឯងហើយនឹង Metis នឹងមានបុត្រ2បុត្រច្បងជាបុត្រីដែលមានអានុភាពប្រហាក់ប្រហែលនឹងឯងហើយបុត្រទី2ជាបុត្រានឹងមានអានុភាពខ្លាំងជាងឯងហើយនឹងទម្លាក់ឯងចេញពីរាជដោយឯងទម្លាក់បិតារបស់ឯងផងដែរក្រោយពីលើទំនាយនោះ Zeus ក៏រនឹកវិធីទប់ស្កាត់ទំនាយដើម្បីកុំឲ្យទំនាយកើតឡើង Zeus បានប្រើល្បិចជាមួយមហេសីខ្លួនដោយលេងល្បែងប្រែកាឡាជាមួយនឹង Metis បានប្រែកាឡាខ្លួនទៅជាសត្វច្រើនហើយចុងក្រោយក៏ប្រែជាសត្វល្អិតមានតម្រាខ្លះថា Metis បានប្រែជាសត្វរុយពេលនោះ Zeus បានឆក់ឱកាសលេប Metis ទៅបាត់នៅអំឡុងពេលនោះ Metis កំពុងតែមានទម្ងន់ប៉ុន្តែគ្មានបញ្ហានោះទេព្រោះថាព្រះមានជីវិតអមតៈនិងមិនស្លាប់នៅឡើយ Metis បានទៅនៅនឹងក្បាលរបស់ Zeus ហើយការលេប Metis នេះធ្វើឲ្យព្រះ Zeus ឆ្លាតវៃជាងមុនព្រោះថា Metis ជាព្រះនៃបញ្ញាញាណមានតម្រាខ្លះបានលើកឡើងថា Metis បានជួយពិគ្រោះនិងផ្ដល់យោបល់ឲ្យ Zeus នៅក្នុងខ្លួនរបស់ទ្រង់នោះឯងអស់រយៈពេលមួយរយៈធំកន្លងមកព្រះ Zeus ក៏ចាប់ដើមជាក្បាលយ៉ាងខ្លាំងរហូតដល់ទ្រង់ស្រែកដោយការឈឺចាប់យ៉ាងកងរំពង Hephaestus ដែលជាព្រះនៃជាងស្មិទ្ធក៏បានយកពូថៅមកពុះក្បាលព្រះ Zeus មើលពេលនោះហើយដែលយើងឃើញ Athena ចេញពីក្បាលរបស់ Zeus ចេញមក Athena ចេញមកមានលក្ខណៈពេញវ័យនិងពាក់ឯកសណ្ឋានទ័ពកាន់លំពែងរួចជាស្រេច Athena នេះនឹងក្លាយជាតួអង្គយ៉ាងសំខាន់នៅក្នុងរឿងទេវកថាជាច្រើនហើយបានជួយវីរបុរសជាច្រើនដូចជា Perseus, Heracles, Odysseus ជាដើមហើយមានរឿងមួយចំនួនទាក់ទងនឹងទ្រង់តែម្ដងដែលយើងនឹងដាក់ទៅក្នុងបញ្ជីរឿងឬ playlist មួយតែម្ដងរឿងទាំងនោះមានដូចជា Athena ប៉ះជាមួយ Poseidon ជាដើមកំណើតនៃការដាក់ឈ្មោះក្រុង Athens Athena ប៉ះជាមួយ Arachne ដើមកំណើតនៃពីងពាង Athena និង Hephaestus កូនដែលមិនបានព្រាងទុកហើយរឿងទាំងអស់នេះយើងនឹងនិទានជាបន្តបន្ទាប់នៅភាគបន្ទាប់ទៀតសូមអរគុណ